បាទជំរាបសួរប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel រឿងខ្មោចពិតថ្ងៃនេះ admin នឹងលើកយកនៅសាច់រឿងបន្តពីសាច់រឿងមុនហើយមុននឹងចូលទៅកាន់សាច់រឿងកុំភ្លេចប្រិយមិត្តទាំងអស់គ្នាជួយចុច Subscribe ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗក៏ដូចជាកម្លាំងចិត្តសម្រាប់ admin ផលិតនៅសាច់រឿងបន្តទៀតបាទអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅស្ដាប់សាច់រឿងទាំងអស់គ្នាបាទជំរាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីអញ្ចឹងនៅក្នុងសាច់រឿងនេះដែរគឺខ្ញុំសូមលើកយកនៅសាច់រឿងមួយរឿងនេះគឺជាសាច់រឿងដែលល្អមែនទែនដែលខ្ញុំគិតថាខ្ញុំគួរតែចែករំលែកទៅប្រិយមិត្តទាំងអស់គ្នាឲ្យបានស្ដាប់កំសាន្តផងដែរហើយប្រិយមិត្តទាំងអស់គ្នាកុំភ្លេចជួយចុចនៅ Subscribe Channel admin ម្នាក់មួយនៅពេលដែលគ្រប់បាននៅបាទ 1k subscriber admin នឹងធ្វើការចាយជូនបាទកាតទូរស័ព្ទចំនួន$10ទៅកាន់ប្រិយមិត្តទាំងអស់គ្នាផងដែរហើយខ្ញុំនឹងយកឈ្មោះអ្នកទាំងអស់គ្នាដែលបាន subscribe មកនេះហើយយកទៅដាក់នៅក្នុង Lucky Draw ដើម្បីបង្វិលថានរណាគេជាម្ចាស់សំណាងអញ្ចឹងខ្ញុំនឹងផ្ញើការទូរស័ព្ទនោះទៅប្រិយមិត្តទាំងអស់គ្នាបាទចំនួន10នាក់ផងដែរអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលមកស្ដាប់នៅសាច់រឿងរបស់យើងវិញបាទហើយរឿងរបស់យើងនេះគឺមានចំណងជើងថាព្រះសង្ឃជើងមួយអញ្ចឹងស្ដាប់ទៅក៏ដូចជាចម្លែកមែនតើធ្លាប់តែឃើញព្រះសង្ឃគាត់ទៅទុដងឬក៏ទៅបាទអីផ្សេងគឺមានជើងបាទវគ្គគ្រប់គ្រាន់អញ្ចឹងទៅប៉ុន្តែសម្រាប់ខ្សែរឿងនេះគឺព្រះសង្ឃគាត់មានជើងតែមួយចំហៀងទេហើយមួយចំហៀងទៀតគឺពិការអញ្ចឹងប្រិមិត្តចង់នឹងថាតើគាត់ពិការដោយសារអ្វីជើងមួយចំហៀងទៀតនឹងហើយតើព្រះសង្ឃគាត់ធ្វើដំណើរទៅណាហើយមានដំណើរដើមតងបែបណាតកតងជាមួយនឹងរឿងរ៉ាវរបស់គាត់ព្រះសង្ឃនេះគាត់មានព្រះនាមថាព្រះសង្ឃនួនអញ្ចឹងសង្ឃនួនគាត់គឺជាបាទអ្នកដែលបួសរៀនបាទចេះចំណេះគឺខ្លាំងមែនតើហើយក៏បាទប្ររពនៅប្រតិបត្តិធម៌គឺបានខ្ជាប់ខ្ជួនមែនតើហើយព្រះសង្ឃនួនគាត់តាមពិតទៅគាត់គឺជាបាទក្មេងដែលកំព្រាឪពុកម្ដាយតាំងពីក្មេងមកអញ្ចឹងជីវិតរបស់គាត់គឺតែតល់មែនទែនទៅណាក៏អត់មានជាអ្នកដែលទីពឹងដែរប៉ុន្តែជាសំណាងដោយសារតែសង្ឃនួនគាត់យកព្រះធម៌បាទគឺជាត្រីមុខអញ្ចឹងគឺជីវិតរបស់គាត់អាចថាជួបពន្លឺវិញខ្លះដែរនៅពេលដែលគាត់នៅអាយុក្មេងៗហ្នឹងអញ្ចឹងព្រះសង្ឃនួនគាត់មានបាទស្រុកកំណើតនៅឯខេត្តបន្ទាយមានជ័យហើយគាត់គឺជាអ្នកដែលរស់នៅជាប់ព្រំដែនបាទជាមួយនឹងប្រទេសថៃដែរហើយមូលហេតុដែលសង្ឃនួនគាត់បាទមានតែជើងមួយចំហៀងដោយសារតែថ្ងៃមួយសង្ឃនួនជាមួយនឹងឪពុកម្ដាយហ្នឹងគាត់បានទៅបាទរកនេសាទត្រីជាមួយនឹងឪពុកម្ដាយរបស់គាត់ហើយកំឡុងពេលនោះគាត់មិនទាន់បានទៅជាបួសអីទេគាត់នៅក្មេងអាយុខ្ទង់ប្រហែលជាបាទ8 9ឆ្នាំអីហ្នឹងអញ្ចឹងគាត់ក៏ទៅរកនេសាទត្រីជាមួយឪពុកម្ដាយដោយរាល់ដងហ្នឹងប៉ុន្តែពេលដែលគាត់ទៅនេសាទត្រីហ្នឹងគេប្រើឧបករណ៍នេសាទគឺខុសច្បាប់គឺគេប្រើគ្រាប់បែកដើម្បីបំផ្ទុះបាទនៅក្នុងទឹកដើម្បីឲ្យត្រីពលនៅគ្រាប់រំសេវអីហ្នឹងវាមិនដែលចេញមកក្រៅអញ្ចឹងទៅអញ្ចឹងអាការនេសាទបែបហ្នឹងពីសម័យដើមមកគឺគេសម្បូរធ្វើមែនទែនប៉ុន្តែដោយសារបច្ចុប្បន្ននេះគឺយើងអត់មានធ្វើនេសាទទេគេមានតែប្រើបាទការនេសាទបែបបាទឆក់អីចឹងទៅបែបខុសច្បាប់ណាអញ្ចឹងមិនលើកទឹកចិត្តឲ្យប្រិយមិត្តទាំងអស់គ្នាប្រើបាទការនេសាទខុសច្បាប់ទេដើម្បីកុំឲ្យបាទវាឆាប់បាត់បង់នៅសម្បត្តិធម្មជាតិរបស់យើងអញ្ចឹងណាអញ្ចឹងសម្រាប់សង្ឃនួនវិញគាត់ទៅជាមួយឪពុកម្ដាយរបស់គាត់ហ្នឹងក៏បានទៅនេសាទត្រីនៅបឹងមួយដែលបឹងហ្នឹងគឺរាល់ដងគឺគាត់ទៅនេសាទរហូតទេប៉ុន្តែគាត់តែងតែទៅបផ្ទុះរហូតអញ្ចឹងណាប៉ុន្តែថ្ងៃមួយវាចាយដល់ដែលពេលគាត់ទៅបផ្ទុះដូចរាល់ដងហ្នឹងពេលដែលឪពុករបស់គាត់ទាញអាកន្លឹះគ្រាប់បាយចឹងណាទាញអាកន្លឹះគ្រាប់បាយចឹងមកប្រុងទាំងបោះទៅប៉ុន្តែវាចាយដល់ហើយវាប៉ះជាមួយនឹងឈើមួយវាបានខ្ទាតអាគ្រាប់បាយឡងមកលើទូករបស់គាត់វិញពេលដែលវាផ្លោងអាគ្រាប់បាយមកលើទូកវិញក៏បានគ្រាប់បាយវាផ្ទុះពេលហ្នឹងឪពុកគាត់តែឃើញគ្រាប់បាយមកលើទូកវិញគាត់ក៏ហក់ទៅអោបសង្ឃនួនហ្នឹងដើម្បីបាំងកូនព្រោះខ្លាចកូនត្រូវគ្រាប់ប៉ុន្តែអាគ្រាប់បាយដោយសារតែវាកម្លាំងផ្ទុះរបស់វាខ្លាំងអញ្ចឹងវាផ្ទុះទៅធ្វើឲ្យទូកហ្នឹងបាក់បែកផ្ញើអស់ទៅហើយឪពុកម្ដាយរបស់គាត់ហ្នឹងក៏ត្រូវគ្រាប់ទាំងពីរហ្នឹងគឺធ្ងន់ធ្ងរមែនទែនដាច់ដៃដាច់ជើងអស់ទៅហ
ហើយសងនួនក៏បានត្រូវជើងដែរហើយក៏ធ្វើឲ្យដាច់ជើងបាទមួយកំណាត់ផងដែរប៉ុន្តែគាត់អត់ស្លាប់ទេសម្រាប់សងនួនវិញប៉ុន្តែសម្រាប់ឪពុកម្ដាយរបស់សងនួនគឺបានបាត់បង់ជីវិតនៅក្នុងទឹកបឹងនឹងអស់ទៅហើយក៏បានធ្លាក់ចូលទៅក្នុងទឹកជាមួយនឹងទូកជាមួយនឹងអីបែកផ្ញើគ្នាពេញនឹងហើយសងនួនពេលហ្នឹងភ័យមែនតើគាត់ដោយសារគាត់ស្មារតីនៅក្មេងចឹងគាត់តក់ស្លុតមែនតើនៅពេលដែលគាត់ឃើញទស្សនវិជ្ជាបាបហ្នឹងប៉ុន្តែដូចជាមានអ្វីម្យ៉ាងជួយគាត់ដែរគាត់អត់ចេះហែលទឹកទេពេលហ្នឹងដោយសារគាត់ក៏ត្រូវរបួសផងអញ្ចឹងប៉ុន្តែដូចជាមានរបស់អ្វីម្យ៉ាងជួយគាត់ឲ្យអណ្ដែតនៅក្នុងទឹកហ្នឹងមកដល់ច្រាំងដូចជាមានខ្មោចទឹកឬក៏ស្អីម្យ៉ាងដែរនៅក្នុងទឹកហ្នឹងជួយគាត់ដូចជាប៉ុនដែលជួយអញ្ចឹងឲ្យគាត់អត់អាចបាត់បង់ជីវិតទេឲ្យគាត់អណ្ដែតមកនៅគៀនច្រាំងនឹងប៉ុន្តែឪពុកម្ដាយរបស់សងនួនគឺបានលិចទៅក្នុងទឹកបឹងនឹងអស់បាត់ទៅហើយអញ្ចឹងសងនួនពេលហ្នឹងក៏ដេកសន្លប់មកសន្ទុះធំទៅនៅមាត់បឹងហ្នឹងហើយក៏ដឹងខ្លួនឡើងមកវិញជើងរបស់ខ្លួនគឺត្រូវមួយចំហៀងបាត់ទៅហើយពេលហ្នឹងគឺមានការឈឺចុកចាប់ខ្លាំងមែនទែនដោយសារតែត្រូវរបួសជាមួយនឹងគ្រាប់បែកហ្នឹងអញ្ចឹងណាក៏សវេសវាលូនផងវាផងដើម្បីធ្វើមិនឲ្យបានទៅដល់ភូមិវិញឲ្យអ្នកភូមិជួយហើយឲ្យមេភូមិមេហ្នឹងមកជួយស្រង់សាកសពឪពុកម្ដាយរបស់ខ្លួនហ្នឹងដែលបានផ្ទុះគ្រាប់បែកនៅក្នុងទឹកហ្នឹងអញ្ចឹងប៉ុន្តែតួសងនួនពេលហ្នឹងខំព្យាយាមបាទវាផងលូនផងយ៉ាងណាក៏មិនអាចទៅដល់ភូមិបានដែរដោយសារតែខ្លួននឹងក្មេងផងហើយកម្លាំងក៏វាបាទលះលហើយផងដោយសារតែត្រូវរបួសហ្នឹងគឺធ្ងន់ធ្ងរមែនទែនដាច់ជើងមកកំណាត់ទៅហើយអញ្ចឹងឈាមអីហ្នឹងគឺវាហូរអស់ចេញពីខ្លួនតែលេងតែម្ដងអញ្ចឹងសងនួនវាជាសំណាងអាចថាជាបនដែរពេលហ្នឹងគាត់នៅពេលដែលគាត់អស់កម្លាំងពេកគាត់ក៏សម្លាប់នៅក្បែរមាត់ទឹកហ្នឹងទៅហើយក៏ស្រាប់តែមានអ្នកនេសាទដែលគេមកនេសាទនៅក្នុងបឹងគេឃើញក្មេងដែលដេកនៅមាត់បឹងពីចម្ងាយមកគេក៏នាំគ្នាចោលទូកមកមើលកន្លែងហ្នឹងថាមានរឿងអីកើតឡើងដែលមានក្មេងដេកអីហ្នឹងខ្លាចក្មេងលងទឹកក្មេងអីចឹងណាពេលដែលគេមកដល់ហ្នឹងគេក៏បានប្រទះឃើញសងនួនហ្នឹងកំពុងតែដេកស្ដុកស្ដឹកនៅមាត់ទឹកហ្នឹងគេក៏មើលថាអានូនកូនអាជាតាគេក៏ស្រែកប្រាប់គ្នាគេអញ្ចឹងណាជួយឲ្យអានេះអាមិនអញ្ចឹងដាច់ជើងអស់ខ្ទេចអញសង្ស័យតែអានឹងវាមកជាមួយពុកម្ដាយវាមកទូគ្រាប់បែកដូចរស់ដងហ្នឹងអញប្រាប់ហើយប្រាប់ទៀតថាកុំឲ្យធ្វើអានេសាទអំពើខុសច្បាប់ហ្នឹងវាមិនងាយទេយកគ្រាប់បែកយកអីមកលេងជាមួយនឹងឥឡូវនេះឃើញអត់ផ្ទុះដាច់ដៃដាច់ជើងកូនទៀតអញសង្ស័យតែពួកវាលិចទឹកនឹងអស់ហើយមិនទៅពួកគាត់គិតថាអ្នកដែលគេមកជួយហ្នឹងគេគិតថាឪពុកម្ដាយរបស់សងនួនគឺបានស្លាប់អស់ហើយដោយសារតែឃើញសងនួនគឺបាទផ្ទុះគ្រាប់បែកដាច់ជើងដាច់អីចឹងគេក៏ព្យាយាមលើកសងនួនដាក់នៅលើទូកដើម្បីបាទចែវត្រឡប់មកភូមិវិញដើម្បីជួយសង្គ្រោះលោកសងនួននឹងចឹងណាពេលដែលមកដល់ភូមិវិញគេក៏បាននាំសងនួនទៅពេទ្យហើយក៏បានយកទៅផ្ទះមេភូមិឲ្យមេភូមិឲ្យគេជួយចាត់ចែងចឹងណាព្រោះដោយសារសងនួនហ្នឹងគឺអត់មានសាច់ញាតិអីបងប្អូនណាទេឪពុកម្ដាយរបស់គាត់គឺអត់មានបងប្អូននៅក្នុងភូមិនឹងទេអញ្ចឹងមានតែអ្នកចិត្តខាងឯហ្នឹងហើយអញ្ចឹងគេក៏យកទៅឲ្យមេភូមិវិញដើម្បីបាទបញ្ជូនទៅមន្ទីរពេទ្យបន្តប៉ុន្តែដោយសារតែសម័យមុនគឺវាអត់មានពេទ្យណាដែលសម្បូរដូចឥឡូវទេបើចង់ទៅគឺទាន់តែទៅដល់ទីរួមខេត្តអីអញ្ចឹងណាអញ្ចឹងគេក៏សម្រេចចិត្តយកទៅកន្លែងគ្រូបាទខ្មែរវិញដែលគេជាអ្នកមើលជំងឺបែបបុរាណណាអញ្ចឹងគេក៏នាំយកទៅផ្ទះគ្រូមួយដែលគាត់គឺជាអ្នកមើលអាជំងឺដែលបាក់ដៃបាក់ជើងបាក់ឆ្អឹងឆ្អែកហ្នឹងគេតអីអញ្ចឹងណាប៉ុន្តែគេមិនយកទៅតឆ្អឹងទេប៉ុន្តែគេយកទៅឲ្យលោកគ្រូផ្សំថ្នាំបុរាណហ្នឹងដើម្បីព្យាបាលឲ្យជារបួសអីហ្នឹងទៅព្រោះជើងដាច់មិនដឹងទៅណាអស់ទេប្រហែលជាត្រីស៊ីនៅក្នុងបឹងស៊ីអស់ហើយអញ្ចឹងក៏យកសងនួនទៅឲ្យគ្រូនឹងព្យាបាលទៅហើយគ្រូនឹងក៏អាណិតអាសូរដែរដោយសារតែនៅក្មេងផងហើយត្រូវមកពិការអញ្ចឹងទៀតហើយឪពុកម្ដាយក៏ស្លាប់ចោលអស់ទៀតអញ្ចឹងមិនដឹងថាជីវិតនឹងមិនដឹងថាអនាគតទៅជាយ៉ាងណាទេអញ្ចឹងលោកគ្រូខ្មែរនឹងក៏បានប្រាប់ថា
ក្មួយអើយក្មួយតាំងចិត្តឲ្យរឹងមាំឡើងណាឪពុកម្ដាយរបស់ក្មួយចែកឋានទៅហើយក្មួយត្រូវតែព្យាយាមរស់ទោះជាយើងជួបគ្រោះថ្នាក់អញ្ចឹងក៏ដោយប៉ុន្តែយើងនៅមានដៃយើងនៅមានជើងជំហៀងទៀតពីការជើងមិនជាអ្វីទេកុំឲ្យតែពីការខួរក្បាលក៏លួងលោមទៅសងនូនអញ្ចឹងដើម្បីកុំឲ្យបាក់ទឹកចិត្តអីអញ្ចឹងណាអញ្ចឹងក៏ព្យាយាមនិយាយទៅហើយក៏ព្យាយាមព្យាបាលសងនូននឹងឲ្យជាសះស្បើយនៅរបួសជើងនឹងប៉ុន្តែជើងវាមិនអាចដោះវិញបានទេប៉ុន្តែគាត់ថាឲ្យវាជានៅរបួសដែលបានត្រូវគ្រាប់បែកនឹងចំណាយពេលជាង2ខែដើម្បីព្យាបាលនៅជំងឺរបស់សងនូនដែលបាទរបួសជើងត្រូវគ្រាប់បែកនឹងហើយក៏បានព្យាបាលជាប៉ុន្តែនៅពេលដែលព្យាបាលជាហ្នឹងកុមារនោះហ្នឹងគឺអត់មានជាទីពឹងទេមិនដឹងថាខ្លួនឯងហ្នឹងទៅរស់នៅណាដោយសារឪពុកម្ដាយហ្នឹងក៏ចែកឋានទៅចោលអស់ហើយខ្លួនឯងហ្នឹងក៏ពិការជើងទៀតអញ្ចឹងពេលហ្នឹងគឺបើសិនជាយើងគិតទៅគឺពិបាកនៅក្នុងការទទួលយកហើយពិបាកនៅក្នុងការរស់មែនទែនឪពុកម្ដាយក៏អត់ហើយខ្លួនក៏នៅក្មេងអារម្មណ៍ពេលហ្នឹងគឺពិបាកនឹងពិពណ៌នាបើសិនតែប្រិមិត្តយើងគិតទៅថាពិបាកនឹងទទួលយកមែនទែននៅពេលដែលខ្លួននៅក្មេងហើយអត់មានឪពុកម្ដាយធ្លាប់តែរស់ជុំឪពុកម្ដាយមានឪពុកម្ដាយមកតាមការពារហើយក៏បាត់ឪពុកម្ដាយទៅអញ្ចឹងអារម្មណ៍ពេលហ្នឹងបើសិនជាប្រិមិត្តទាំងអស់គ្នាយកអារម្មណ៍ទៅដាក់វិញខ្ញុំគិតថាវាពិបាកនៅក្នុងការដែលយើងគិតពិបាកនៅក្នុងការទទួលយកមែនទែនហើយសងនួនកុមារានួនហ្នឹងនៅពេលហ្នឹងក៏មិនដឹងទៅណាដែរក៏បានទៅផ្ទះមេភូមិដើម្បីសុំថាសុំមេភូមិនៅជាមួយអញ្ចឹងណាហើយមេភូមិក៏អាណិតដែរដោយសារគ្នាក្មេងផងហើយមិនត្រូវពិការអញ្ចឹងទៀតហើយឪពុកម្ដាយក៏ស្លាប់ចោលអញ្ចឹងមិនដឹងឲ្យបដ ாய் គ្នាទៅណាទេមានតែឲ្យនៅមួយរយៈសិនហើយក៏បាននិយាយទៅជាមួយកុមារានោះថាអ៊ំឲ្យក្មួយឯងនៅប៉ុន្តែមិនឲ្យនៅរហូតទេដោយសារតែក្មួយឯងក៏ដឹងដែរអ៊ំនឹងជីវភាពវាមិនសូវមានទេរកព្រឹកខ្វះល្ងាចរលឹកខ្វះព្រឹកដែរទេសូម្បីតែធ្វើមេភូមិហ្នឹងវាគ្រាន់តែជាទូនាទីទេប៉ុន្តែបើសម្រាប់ទ្រព្យធននេះហ្នឹងវាគ្មានទេអញ្ចឹងអ៊ំរាល់ថ្ងៃហ្នឹងគឺចិញ្ចឹមតែកូនរបស់អ៊ំហ្នឹងមិនចង់រស់ផងអញ្ចឹងតែដោយសារតែសេចក្តីអាណិតហ្នឹងក៏ក្មួយឯងអាចនៅជាមួយអ៊ំមួយរយៈទៅពេលដែលគិតថាមានម្ចាស់ការលើខ្លួនឯងហើយអាចទៅរកកន្លែងនៅថ្មីឬក៏អាចទៅនៅវត្តអីទៅវាល្អជាងពេលដែលរស់នៅជាមួយនឹងអ៊ំមេភូមិហ្នឹងបានប្រហែលជាមួយឆ្នាំកុមារានួនពេលហ្នឹងគឺទទួលយកនៅអវ័យគ្រប់យ៉ាងទាំងអស់ដែលធ្លាក់មកលើគាត់គឺជាក្មេងដែលពិការភាពប៉ុន្តែសម្រាប់ការប្រើវិញប្រើលើសពីក្មេងដែលមានដៃមានជើងគ្រប់គ្រាន់ទៀតដោយសារអីយើងនៅជាមួយគេអញ្ចឹងគេមិនស្រឡាញ់យើងដូចកូនប្រកើតទេអញ្ចឹងសំបីតែការប្រើហ្នឹងទោះសំបីតែគ្នាពិការប្រើឈើច្រត់មួយចំហៀងហ្នឹងក៏នៅតែប្រើឲ្យទៅនេះទៅនោះទៅមើលគោឬក៏ទៅបាទធ្វើកិច្ចការផ្ទះអីហ្នឹងដងទឹកដងអីហ្នឹងយកមកដាក់ពីងអីហ្នឹងហើយកូនរបស់អ៊ំមេភូមិហ្នឹងគឺមើលងាយទៅកុមារានួនហ្នឹងមែនតែនដោយសារតែកុមារានួនអត់មានឪពុកម្ដាយទេហើយមករស់នៅជាមួយខ្លួនហើយក៏ពិការជើងទៀតអញ្ចឹងគេតែងតែនិចណែមគេតែងតែដាក់ឈ្មោះហៅអាក្រក់ទៅលើសងនួនមែនតែនទៅលើកុមារានួនហ្នឹងគេហៅថាអាជើងមួយមកហើយអាជើងមួយឲ្យកុំខ្ជិលពេកហើយអត់មានឪពុកម្ដាយទេអាក៏ព្រាឪពុកម្ដាយគេមើលងាយតេះឌៀលគឺទទួលយកមកដាក់នៅក្នុងបេះដូងគឺច្រើនមែនតែនហើយសងនួនក៏មិនដឹងធ្វើម៉េចមានតែលួចយំម្នាក់ឯងនៅកន្លែងដែលស្ងាត់អីចឹងទៅហើយក៏ព្យាយាមមិនខ្ជិលច្អូសទេដោយសារតែខ្លួនរស់នៅជាមួយនឹងគេអញ្ចឹងណាអញ្ចឹងក៏ព្យាយាមគេប្រើអីក៏ត្រូវតែទៅដែរបើសិនជាថ្ងៃណាមួយធ្វើឲ្យគេខ្នក់ចិត្តហ្នឹងគេនឹងឈប់ឲ្យនៅចឹងមិនដឹងទៅនៅណាទេហើយក៏ស៊ូទ្រាំនៅបានមួយឆ្នាំហ្នឹងប៉ុន្តែគាត់អស់ការអត់ធ្មត់ហើយដោយសារតែទង្វើហើយជាមួយនឹងពាក្យសម្ដីហ្នឹងគឺវាណែនពេញទ្រូងពេកអញ្ចឹងក៏សម្រេចលាលោកមេភូមិហ្នឹងដើម្បីទៅរស់នៅក្នុងវត្តវិញដើម្បីបូជាព្រះសង្ឃព្រោះគាត់ថាឪពុកម្ដាយរបស់ខ្លួនហ្នឹងក៏ស្លាប់បាត់បង់ជីវិតអស់ហើយអញ្ចឹងមានតែទៅបួសសងគុណគាត់ហើយកុំឲ្យជាតិណាទៀតគាត់អាយុខ្លីហើយស្លាប់ដោយវេទនាបែបហ្នឹងអញ្ចឹងណា
chân co sầm rạch chật hơi mấy phút quạt co mình heo quạt đây đời xa tại bà quạt sầm rạch chật tha quạt tự bu hơi co tại tự cho hơi co mình ấy thấy chun po ao xong luôn đi từ ban bu riêng che min chùm này ấy tục hoàn cà pia chi vốn cà pia luôn chẳng hạn nè đời xa tại bà dương bị ca hát bà xin chỉ dương min chùm này chùm nhìn ấy dương át nâng đặt nom cru sa ban nơi ngày mốc hay có át nâng từ bậc cọp ca nghỉ ấy ban đài thì dương pra cũng đặt khu ba nâng tu dương bị ca có dương át nơi tại miền khu ba cất đài chẳng có sầm rạch chất lia lục mấy phúng từ vọt mặt lại vọt cứ chỉ vọt tại nơi đặt sử dụng bị kê mình tên đại xa tại nơi không vọt nứng cái là cứ chia tầm bón xạ sật mùi đạiประชาอัตการหนึ่งนังกวดนี้นะกวดทลบtừ cái này nâng chụp vật thổ xạ sật chụp ấy chính thức có quật xôm sang xong vọt nơi cái này đây nông từ chân cái này nó cứ đặt sử dụng mình tên hai nơi chụp mình chương nôm từ tiền hai nửa bề đại ban châu từ scrap sầm bẹ cho mùi nâng bẹ tráiอัตการcùng được nông vật khơi sập hiệp bẹ tráiอัตการhai cứมีรำทักคลาดประจักษ์อัตการนมันเด่นได้ทราบประจักษ์อัตการนั่นคือกวดจ้าตรตรมให้หมกระบอกกวดคือชื่อจรูนอ๋อแต่มันเด่นให้พนักจะบอกกวดนั่นคือปีกาตะเตียดให้พนักจะบอกกวดคือเรียนมาจุ่มเฮียงให้เมื่อเธอกูคลายเต็มไปแต่ซองนู้นก็มาร่างนู้นคืออดไอเตะได้ซาแต่มาพิจารณาแปลนจมูกนังวอดให้จังก็ประชาตะกะก็เปล่าสันดอกได้ก็แท้บ่ากบมารานั่งกอดก็เปรียบปกได้ให้ตัวชีปิกาละไม่ปิการะเพียบไม่ก็เอาคณิตบูเตอร์ดำใบบานเรียนโซดบานซองกุลเนื้อปกได้เองจังเตอร์ให้กับบานเกาสอบบบูเตอร์ก็บานคลายจีเปรซองคลายจีเปรซามเนได้บูในขนมวัดหนึ่งហើយក៏បានរៀនសូត្រនៅធម៌នៅបាវិជាអីពីព្រះគ្រូអត្តកានឹងព្រះគ្រូចាអត្តកាវត្តហ្នឹងណាគាត់បានព្យាយាមបរៀនហើយសងនួនគាត់មានភាពឧស្សាហ៍មែនទែនដែលសារតែពេលដែលចេញពីផ្ទះមេភូមិមករស់នៅវត្តហ្នឹងគឺគាត់គេប្រើគ្រប់សពអស់ហើយការរស់នៅជាមួយពុកដែរក៏ឧស្សាហ៍ដែរដោយសារតែខ្លួនក្រីក្រអញ្ចឹងការងារមួយចំនួនបើមិនធ្វើទេគឺអត់អីហូបទេអញ្ចឹងក៏មកនៅបួសនៅក្នុងវត្តហ្នឹងក៏ព្យាយាមបោសជ្រះងើបដងទឹកអីដាក់ពីងនៅក្នុងវត្តហ្នឹងគឺជួយបាទសម្បីតែជីអីដែលនៅដាំបាយលាងចានហ្នឹងក៏ទៅជួយគេទៀតអញ្ចឹងគឺជួយកាប់អស់កាប់អីបោសជ្រះដងទឹកស្រោចដំណាំអីនៅក្នុងវត្តហ្នឹងគឺអសាមែនទែនដែលចាប់អារម្មណ៍ទៅលោកចៅអតិកាពេលហ្នឹងដែលឃើញសង្ឃនួនឧស្សាហ៍ក៏ចូលចិត្តស្រឡាញ់ហើយចង់បរៀននៅអ្វីដែលគាត់ចេះទាំងអស់ហ្នឹងឲ្យទៅសង្ឃនួនពេលហ្នឹងសង្ឃនួននៅក្មេងពេកអញ្ចឹងព្រះចៅអតិកាគាត់មិនទាន់អាចនឹងបរៀនអីបានច្រើនទេគាត់បរៀននៅធម៌អីមួយចំនួនហើយនឹងរបៀបនៃការដោះអំពើឬក៏របៀបព្យាបាលអីអញ្ចឹងណាប៉ុន្តែមិនទាន់បានបរៀននៅក្បាច់ពិសេសអីនៅអាជំនាញហ្នឹងឲ្យខ្លាំងទេដោយសារតែព្រះសង្ឃនួនគឺគាត់នៅក្មេងពេកអញ្ចឹងគាត់នៅមានជនមានអាយុរបស់គាត់ហ្នឹងគឺនៅក្មេងពេកគាត់ទៅតែអាចថាអាយុប្រហែលជា12 13ភាសាទេអញ្ចឹងគាត់មិនទាន់អាចរៀនទាំងអស់ហ្នឹងចងចាប់ត្រាប់ស្ដាប់នៅអសិលវិជ្ជាអីដែលលោកគ្រូចតកាចង់ចែកនឹងទេគ្រូចតកាគាត់ក៏យល់ដែរអញ្ចឹងគាត់ក៏ចែករំលែកទៅតាមអីដែលអាចចែករំលែកបានប៉ុន្តែនៅពេលដែលព្យាយាមបរៀនម្ដងទីពីមួយឆ្នាំទៅមួយឆ្នាំពីមួយភាសាទៅមួយភាសាហ្នឹងណាគឺសង្ឃនួនគឺទទួលបានច្រើនមែនទែនគឺចេះមែនបរៀនចេះបរៀនឆាប់ចេះបរៀនឆាប់ចេះអញ្ចឹងពេលហ្នឹងធ្វើឲ្យព្រះចៅអត្តកានោះគឺព្យាយាមចែករំលែកចំណេះដែលគាត់មាននៅក្នុងខ្លួនទាំងអម្បាលមកហ្នឹងដែលធ្លាប់រៀនសូត្រពីលោកគ្រូអីតនគឺបរៀនទៅសង្ឃនួនទាំងអស់ដោយសារតែគាត់គិតថាពេលដែលគាត់ស្លាប់ទៅជំនាញដែលគាត់មានហ្នឹងគឺនឹងស្លាប់តាមគាត់ហើយបើសិនជាវាអត់មានអ្នកស្នងអត់មាននរណាគេដែលមករៀនសូត្រពីគាត់អញ្ចឹងណាអញ្ចឹងគាត់មានផ្នែកកំណត់បានហ្នឹងគាត់ទាំងចែករំលែកឲ្យទាំងអស់ដែលគាត់មានហ្នឹងឲ្យទៅសង្ឃនួនហើយសង្ឃនួនគឺពេលហ្នឹងគឺទទួលរៀនទាំងអស់បរៀនអីក៏បរៀនហើយចេះមែនទែនឆ្លាតមែនទែន
គ្រាន់តែបរិញ្ញាតែម្ដងនេះគឺគាត់យល់ស្ដាប់នៅអ្វីដែលព្រះចៅអធិការគាត់ចង់បរិញ្ញានឹងមែនទែនអញ្ចឹងគឺការបរិញ្ញាសងនួនគឺមិនពិបាកទេដែលធ្វើឲ្យសងនួនគឺរៀនចេះហើយគឺនៅក្នុងគឺល្បីមែនទែននៅក្នុងវត្តហ្នឹងបន្ទាប់ពីចៅអធិការមកគឺព្រះសង្ឃនួនហើយដែលអាចនឹងជួយមើលជំងឺជួយដោះអំពើអីទៅឲ្យអ្នកភូមិពុទ្ធបរិស័ទដែរមកជួយនៅក្នុងវត្តនឹងឲ្យព្រះសង្ឃជួយដោះជួយអីអ្នកណាដែលត្រូវអំពើត្រូវអាបត្រូវធ្មប់អីហ្នឹងគឺព្រះសង្ឃនួនគាត់អាចព្យាបាលបានបន្ទាប់ពីព្រះចៅអធិការនឹងមកហើយមិនយូរប្រហែលដោយសារតែព្រះចៅអធិការគាត់មានអាយុជរាទៅហើយគាត់អាយុ90ជាងទៅហើយអញ្ចឹងដល់ពេលវេលាមួយដែលគាត់ត្រូវត្រឡប់ទៅវិញហើយអញ្ចឹងជីវិតរបស់យើងគឺកើតតែងតែកើតមកហើយគឺស្លាប់ទៅវិញគឺជាទៀងទាត់តែម្ដងអញ្ចឹងគាត់ក៏បានលាចាកបាទលោកពីបាទលោកយើងទៅអញ្ចឹងសង្ឃនួនពេលហ្នឹងគឺមានសេចក្តីសោកសង្រេងខ្លាំងមែនទែនដោយសារតែបានបាត់បង់នៅគ្រូអាចារ្យរបស់ខ្លួនហើយក៏ព្យាយាមកាត់ចិត្តទៅថាមនុស្សគឺកើតចាស់ឈឺស្លាប់គាត់មានអារម្មណ៍ថាសោកសៅដែរដោយសារតែពីទូចមកបាត់បង់ឪពុកម្ដាយទាំងពីរទាំងនៅក្មេងនៅពេលដែលបានចូលមកបួសធ្វើជាសង្ឃហើយមានមនុស្សដែលខ្លួនគោរពដឹងគុណហើយបែរជាបែកបាក់ទៅទៀតគាត់បាត់បង់ជីវិតទៅទៀតចឹងទៅអញ្ចឹងក៏ព្យាយាមគិតថាមនុស្សកើតហើយក៏ស្លាប់ទៅវិញវាជារឿងទៀងទាត់ទេអញ្ចឹងក៏ព្យាយាមកាត់ចិត្តទៅក៏បានធ្វើបនឲ្យព្រះចៅអធិការវត្តនឹងដែរជាគ្រូរបស់ខ្លួននឹងក៏បានធ្វើអញ្ចឹងអ្នកភូមិពុទ្ធបរិស័ទដែលរស់នៅភូមិឆ្ងាយពីវត្តនឹងក៏បានមកជួយធ្វើកម្មវិធីបនអីតាមបែបព្រះពុទ្ធសាសនាយើងចឹងទៅហើយបន្ទាប់ពីនឹងគេក៏បានលើកព្រះសង្ឃនួននឹងឲ្យคล้ายទៅជាព្រះចៅអធិការវត្តបន្តដោយសារតែចំណេះជំនាញរបស់គាត់ការរៀនសូត្ររបស់គាត់គឺចេះដឹងជ្រៅជ្រះជាងគេនៅក្នុងវត្តនឹងអញ្ចឹងបន្ទាប់ពីចៅអធិការមកគឺគ្មាននរណាទេក្រៅពីសង្ឃនួនដែលចេះឲ្យជួយយកអាសាទៅដល់អ្នកភូមិអ្នកអីនឹងដែលគេមើលឃើញថាគាត់នឹងគឺគួរតែបានតំណែងជាព្រះចៅអធិការវត្តបន្តបន្ទាប់ពីលោកសង្ឃនួនគាត់បានក្លាយទៅជាចៅអធិការវត្តនៅក្នុងវត្តនោះមានមនុស្សជាច្រើនហើយនឹងសង្ឃជាច្រើនដែលបានគង់នៅក្នុងវត្តហ្នឹងគឺមានការពេញចិត្តប៉ុន្តែលើកលែងតែប្រហែលជាព្រះសង្ឃប្រហែលជា 2-3 អង្គទេដែលគាត់មិនពេញចិត្តជាមួយនឹងការលើកឲ្យព្រះសង្ឃនួនទៅជាចៅអធិការទេដោយសារតែសង្ឃដែលប្រមាណអង្គទៀតហ្នឹងគឺមិនពេញចិត្តជាមួយនឹងសង្ឃនួនទេដោយសារគាត់ថាសង្ឃនួនជាមនុស្សពិការជាមនុស្សអីចឹងណាអញ្ចឹងក៏មិនចង់ឲ្យគេលើកសង្ឃនួនធ្វើជាព្រះចៅអធិការវត្តហ្នឹងទេហើយក៏មានចិត្តចង់ចំណែនឈ្នានីសជាគាត់ថាខ្លួនគួរតែទទួលបាននៅតំណែងហ្នឹងដោយសារតែគាត់ថាលក្ខណៈសម្បត្តិរបស់ខ្លួនឯងហ្នឹងគឺអាចនឹងទទួលបាននៅតំណែងព្រះចៅអធិការវត្តហ្នឹងអញ្ចឹងតាំងពីដែលព្រះសង្ឃនួនគាត់ឡើងទៅជាចៅអធិការវត្តហ្នឹងពេលដែលលោកគ្រូរបស់គាត់បានចែកឋានទៅហ្នឹងបានលាចាកលោកទៅហ្នឹងក៏មានរឿងរ៉ាវការប្រកោសជាច្រើននៅក្នុងវត្តដែលជាមានការផ្ចាញ់ផ្ចាលមានការមិនពេញចិត្តបោះពាក្យសម្ដីអីទៅច្រើនហ្នឹងហើយព្រះសង្ឃនួនក៏មិនសូវខ្វល់ពីសម្ដីអ្នកផ្សេងដែរដោយសារតែខ្លួនរស់នៅវត្តហ្នឹងក៏យូរដែរហើយក៏មានជំនាញចំណេះដែលរៀនសូត្របានពីព្រះចៅអធិការវត្តចាស់ហ្នឹងក៏បានច្រើនហើយដែរហើយក៏អ្នកបួសគឺត្រូវតែមានចិត្តស្ងប់ព្រោះថាមានតែចិត្តស្ងប់ទេដែលអាចយកឈ្នះនៅអ្វីទាំងអស់នោះបានប៉ុន្តែដោយសារតែមានការកើតទុកបុកម្នេញនៅក្រុមព្រះសង្ឃនៅក្នុងវត្តទាំងអស់ហ្នឹងគឺបានបែងចែកជាបច្ចជាពុមានន័យថាពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងគឺតែងតែបង្កើតជាក្រុមផ្សេងគ្នាបែងចែកបពុគ្នាអញ្ចឹងណាអញ្ចឹងអត់សូវជាចុះសម្រងគ្នាទេអញ្ចឹងក៏ធ្វើរៀបគម្រោងផែនការហ្នឹងដើម្បីឲ្យព្រះសង្ឃនោះដែលជាចៅអធិការវត្តថ្មីហ្នឹងឈប់បាននៅវត្តកន្លែងហ្នឹងអញ្ចឹងគឺតែងតែព្យាយាមបង្កើតរឿងរ៉ាវអីច្រើនមែនទែនធ្វើឲ្យអ្នកភូមិអ្នកអីហ្នឹងស្អប់ទៅលើព្រះចៅអធិការវត្តហ្នឹងថាគ្រប់គ្រងវត្តអត់បានល្អអត់បានជួយបោសសម្អាតអីពុទ្ធបរិស័ទខំយកបច្ច័យយកអីទៅចូលដើម្បីកសាងហ្នឹងគឺអត់
ខំជួយរៀបចំអញ្ចឹងប៉ុន្តែព្រះសង្ឃនោះគាត់ព្យាយាមធ្វើតែម្នាក់ឯងដោយសារតែសង្ឃឯផ្សេងទៀតហ្នឹងគឺអត់ស្ដាប់បង្គាប់គាត់ទេហើយក៏អត់ជួយធ្វើដែរគឺព្យាយាមធ្វើម៉េចរកល្បិចដើម្បីឲ្យព្រះសង្ឃនួនគឺឈប់បានធ្វើជាចាតការនៅវត្តនឹងអញ្ចឹងទៅអញ្ចឹងសង្ឃនួនក៏ពីមួយថ្ងៃទៅមួយថ្ងៃអ្នកភូមិកាន់តែស្អប់មិនពេញចិត្តទេហើយក៏បានបណ្ដេញសង្ឃនួនឲ្យចុះចេញពីវត្តនឹងឈប់ធ្វើជាចាតការវត្តបន្តទៀតអញ្ចឹងព្រះសង្ឃនួនក៏ទទួលយកអ្វីទាំងអស់ហ្នឹងហើយក៏សម្រេចចិត្តថាខ្លួននឹងឈប់បួសនៅវត្តរហូតខ្លួននឹងទៅចូលព្រៃធ្វើជាសង្ឃដែលទុដងនៅក្នុងព្រៃដើម្បីរកនៅសេចក្តីសុខដែលខ្លួនឯងចង់បានវិញអញ្ចឹងក៏មិនគិតយូរដែរនៅពេលដែលអ្នកភូមិបានជាមួយនឹងព្រះសង្ឃដែលនៅក្នុងវត្តឯនឹងគេធ្វើបាបពេកក៏សម្រេចចិត្តលាចូលទៅក្នុងព្រៃដើម្បីធ្វើជាសង្ឃទុដងនឹងពេញសិទ្ធតែម្ដងព្រះសង្ឃនួនក៏បានមិនយកអ្វីច្រើនទេចេញពីវត្តយកតែឈើច្រោះរបស់ខ្លួនមួយជាមួយនឹងថង់យាមនិងរបស់របរប្រើប្រាស់មួយចំនួនដើម្បីចូលទៅក្នុងព្រៃហើយគិតថាខ្លួននឹងផ្ញើប្រាណនៅក្នុងព្រៃហ្នឹងអាចថារករបស់ព្រៃអីឆាន់អីចឹងទៅហើយក៏ធ្វើដំណើរទៅដល់ក្នុងព្រៃជ្រៅដែលមានជើងភ្នំមានអីនៅហ្នឹងទៅហើយមានសត្វព្រៃមានអីពេញតែព្រៃហ្នឹងហើយក៏រៀងប្លែកដែរដែលតែសង្ឃនួនហ្នឹងគាត់មិនធ្លាប់រស់នៅក្នុងព្រៃទេអញ្ចឹងពេលដែលខ្លួនទៅទុដងហ្នឹងដំបូងឡើយហ្នឹងគឺអាចថាក៏ជាពុកការពិបាកសម្រាប់គាត់ដែរដោយសារការរស់ក្នុងព្រៃមិនដឹងស្រាប់ហើយថាវាមានមូសវាមានសត្វអាសេរពើមានសត្វកាសាហាវមានសត្វល្អិតអីដែរវាមកយាយយើងអញ្ចឹងណាអញ្ចឹងព្រះសង្ឃនួនគាត់នឹងទទួលយកនៅអ្វីទាំងអស់ហ្នឹងដែលវាអាចកើតឡើងនៅថ្ងៃខាងមុខដែលយើងមើលមិនឃើញអញ្ចឹងក៏បានធ្វើដំណើរទៅដល់ទីតាំងមួយកន្លែងដែលគាត់ថាកន្លែងហ្នឹងគឺជាកន្លែងល្អហើយអាចនឹងផ្ញើខ្លួនផ្ញើប្រាណបាននៅទីហ្នឹងពេលដែលគាត់និមន្តទៅដល់កន្លែងហ្នឹងគាត់ក៏បានដើរមើលភូមិសាស្ត្រនៅកន្លែងហ្នឹងដែរថាតើគាត់អាចគង់នៅកន្លែងហ្នឹងបានអត់គាត់ក៏បាននិមន្តដើរមើលតាមបឹងនឹងមានទឹកមានអីសម្រាប់ស្រង់អីត្រឹមត្រូវហើយក៏អាចនឹងរកផ្លែឈើមួយចំនួនដើម្បីអាចធ្វើការឆាន់នៅពេលថ្ងៃអីចឹងទៅនៅពេលដែលគាត់បាននិមន្តមើលតាមព្រៃនឹងអស់រួចរាល់គាត់ក៏សម្រេចចិត្តថាកន្លែងនឹងហើយគឺជាកន្លែងដែលគាត់អាចនឹងស្នាក់នៅទុដងបានហើយគាត់ក៏ទុដងនៅកន្លែងនោះពីមួយថ្ងៃទៅមួយថ្ងៃទាំងអាកាសធាតុទាំងអីគាត់ថាវាអំណោយផលមែនទែនសម្រាប់ការទុដងរបស់គាត់អញ្ចឹងគាត់ក៏បានរស់នៅទីនោះអស់ជាច្រើនខែប៉ុន្តែมันមានជាបញ្ហាអ្វីទេហើយគាត់ព្យាយាមសិក្សាស្វែងយល់នៅពីអាថ៌កំបាំងនៅក្នុងព្រៃគាត់ថាសត្វលោកតើវាមានអ្វីខ្លះដែលជាអាថ៌កំបាំងអញ្ចឹងណាអញ្ចឹងក៏ព្យាយាមធ្វើជាអ្នកទុដងនៅក្នុងព្រៃនឹងទៅប៉ុន្តែនៅថ្ងៃមួយការសាកល្បងទាំងអស់ក៏ចាប់ផ្ដើមមានលេចឡើងមកដោយថ្ងៃមួយព្រះសង្ឃជើងមួយរបស់យើងគាត់នៅអង្គុយទុដងធម្មតាស្រាប់តែឃើញមាននារីក្រមុំម្នាក់នោះការស្លៀកពាក់របស់គេមើលទៅស្អាតសមសួនមែនទែនប៉ុន្តែនាងដើរសម្ដៅមករកសង្ឃទុដងយើងតើមានការអ្វីហើយនៅក្នុងព្រៃជ្រៅបែបនេះតើមានស្រីក្រមុំដ៏ស្អាតបែបនេះមកពីណាក្នុងចិត្តក៏ឆ្ងល់ដែរថាតើនារីនេះជាណាគេហើយមកទីនេះនឹងមានការអ្វីដែរពេលនោះនារីនោះក៏បានដើរចូលសម្ដៅមកក៏បានធ្វើការគោរពហើយជម្រាបសួរទៅព្រះសង្ឃរបស់យើងដែលជាសង្ឃនួននឹងហើយក៏បាននិយាយថាព្រះដេចគុណមកនៅទីនេះរយៈពេលប្រហែលវស្សាហើយខ្ញុំកណាជួនជាដើរកាត់នេះក៏បានឃើញដេចគុណនៅគង់នៅកន្លែងនេះក៏ឆ្លៀតចូលមកសួរហើយខ្ញុំកណាបានដើរចូលក្នុងព្រៃនេះជាមួយនឹងប្អូនប្រុសប៉ុន្តែឥឡូវនេះមិនបានឃើញរូបគេទេខ្ញុំកណាព្យាយាមដើររកគេដែរទាំងស្រែកហៅផងទាំងដើររកផងក៏មិនឃើញដែរអញ្ចឹងតើព្រះដេចគុណមានឃើញក្មេងប្រុសម្នាក់ដើរកាត់ទីនេះទេពេលនោះព្រះសង្ឃនួនយើងក៏តបទៅវិញថាអាត្មាមិនបានឃើញទេតើគេបាត់ទៅយូរហើយឬនៅពេលនោះស្រីក្រមុំម្នាក់នោះក៏បាននិយាយថាគេបាត់ទៅប្រហែលជាកន្លះថ្ងៃហើយខ្ញុំព្យាយាមតាមរកដែរប៉ុន្តែរកគេមិនឃើញទេពេលនោះព្រះសង្ឃនួនក៏បានសួរទៅគេថា
ตาโยมโจมขนมเปรย์นี้มีการไว้ได้บ้านจะโจมขนมเปรย์เจอแบบนี้เป็นนุในริกรมนุก็ฉลายเป็นแท้ขยมปีนันองค์ประบอกขยมcứ mùa rục năm đã bấy dốc tại mà đại đã bọc nhôm đại chứ nơi ạp te đại xa tại quát mình miền lưỡi chia ba tê chẳng hái miễn tại đại rục năm bờ ram khmer làm bấy dốc từ chia ba quát đại xa tại lực rục năm khmer quát mình lụt năm ai tê đại xa tại phục trong miền bạc tinh chẳng hái quát có bằng hàn năm nút ở nhóm đá mùa rục nơi ai không prey ni bàn tay chạy sai bây đặt trong chia tam rục tớiก็รบมันมันได้หายก็บัดบนโปรแกรมติดติดจังช่วงมันดังทั่วไม่เต้หายเพลย์ตลอดเจนเดวินก็รบมันเคยติดเป็นนุเปรี้ยสองนู้นก็บานสู้ติดติดหาตาทนำมาไว้ตามันได้ระบายโยมกดชื่อไว้ได้หายชื่อจะเป็นประมาณหายเป็นนุในรีกรมในนุก่อนในใจทามาได้ระบอกชมกันนานึงชื่อจะไปปรามชนำหายจมือควัดสังตชีจมือรำไรแต่หายหายควัดเชื่อแต่ออกสงุดปันแต่ยกตับชีบาเนอไอเป็ดกับชีบามันเชียได้หายเป็ดกีเล่นชีบาหายกีเอายกบกกรุขมาตามใบเล็บทำขมาตื้อกระไรโดนดังเชียปันแต่ดาซาแต่ชมกันนานี่ขมิ้นประเตจังเกี่ยกับนายชีบามาได้ระบอกชมบานได้เป็นนุเปรียบสองนู้นกับบานสูเกียรติตาโยมรุนเนอนาได้หายโจมขนมเปรย์แบบนี้มันคลายเตรือเป็นนุในรีมันนุก็ปรับทาขยมคลาดปันแต่ขมิ้นจำเริญเตแต่ซาตาบาสันจีบุกขยมมันโจมขนมเปรย์เตมันอาช่วยมันได้บอกขยมบานเตให้อะไรนี้ขยมมันดังท่าตรกอนปลอกขยมนาเตเป็นนุในรีกระมงแม่นุก็บานเลียประสองนวลดำใบตรกอนมาต่อตีดปันแต่อากาศเกยาระบอกเกดูชีจำไลประสังนู้นก็ดูชีสังไซได้ทาเนียงประหายชีมันเป็นมนุษย์เตประหายชีมิ้นปรีเบสันหัวจ้องสาระบอกกอดหายกอดก็ปรับทามันไอเตโยมมาต่อตำนานเทียดจ้อหายประหยัดประหยัดกลุ่นพองปุถาเปรย์เจริญแบบนี้วิมีนสับสหายหายมีนปรีเบสันรู้ในชรานะจังการโจมขนมเปรย์แบบนี้กลัวแต่ประหยัดได้บางปัวเป็นนุในริมเนี่ยนุก็บานลีหายก็สลับแต่บัดคลุนบัดเตยในเปยุบลายก็สลับแต่ประสองนูนกอดอังกุยทุกดงในกรองน้ำเชิญนังสลับแต่เคยมีในริกรมมันเนี่ยเตียดด้ามรกอดโดยมุนใดปนแต่มกมันโดยมุนเตหายการเสียเปรบอลในรินุหาดูจิเล็ดเลยกรองพลังมันเต้นกรอนแต่กระเลยเคยเนียงเพลียมประสองนูนก็บ้านบัดเพนดำใบตั้งสมาธิมันจ้องเคยนุเต้ปันแต่ในริมเนี่ยนุบานเดินโจมกเกี่ยวกดหายในใจในการกดทาได้ก้นเนิมในไอเตหรือขยมก็เนิมในไอได้จังหล่อหายบาสันจีเปรกได้ก้นเนิมในไอขยมกันนะก็เนิมในไอจังตักขยมไอสมในจมูกเปรกได้ก้นบานเต้เป็นนุนิ่งกระมมเนี่ยนุก็บ้านได้โจตะเกียสองนวลห้อยก็บ้านยกได้ระบอกเก๋ตัวสเตียบปะจอมสมาระบอกสองนวลเป็นนุสองนวลก็บ้านในใหญ่ทาโยมเจนเตอร์อาตมาคือชื่อเนี่ยบูมันปะปอในรีเพเตเวอัดปะปอดาอาตมาจมวยหนึ่งการปฏิบัติทวารบาอาตมาพองได้เวมันตรายจมวยหนึ่งประเพณีระบอกพระพุทธศาสนาเตเป็นนุนิ่งกระมมนุมันบานสลับเตก็บ้านยกได้ระบอกเกมคางติดแต่จับสมาระบอกสองนวลหายเฉียยิ้มยกได้ระบอกเกสติบงานแต่ละสองนวลทั่วอย่างนั้นเอาสองนวลมีอารมณ์แต่เลยเกปันแต่สำหรับเด็กคนสองนวลเว้นกวดมันบานมีอารมณ์เต้โดยสาแต่กวดเลี้ยบองกระแลตอนหาเอาแต่หายจังก็บ้านใหญ่ทาโยมเจนเตอร์อาตมามันเม้นชีมนุษย์ได้ในมินกะแลติเต้โดยสาแต่อาตมาบานเล็กบ้องกะแลตอนหาเอาแต่หายจังโจโยมจังเปียดมาเอาช่างเตอร์เป็นนุเนียงเคยกระหม่อมนุก็บ้านข้างๆเป็นเตนโดยสาแต่เชียยิ้มเอาได้จะเลยประสังนูนหายแต่แต่ประสังนูนบาชีมันโปร่งเตยจมูกเกวินเป็นนุเนียงก็บ้านใหญ่ทาไอ้สระอันจีมันจังพักสระเป็นในหายเป็นนุนิ่งก็บานทอยชายเจนปีประเดี๋ยวคนติห
ហើយក៏បានប្រែខ្លួនទៅជាព្រាយមួយយ៉ាងអាក្រក់ខ្លាំងមែនទែនពេលនោះព្រះសង្ឃនួនគាត់ក៏បានលើកដៃសំពះហើយសូត្រគុំគាថានៅបាលីរបស់គាត់ដែលគាត់បានរៀនពីព្រះដេចគុណដែលជាចៅអធិការដែលជាគ្រូរបស់គាត់នោះពេលដែលគាត់សូត្រហើយក៏ស្រាប់តែមានពន្លឺពណ៌លឿងមួយចេញពីដៃរបស់គាត់ហើយក៏បានខ្ទាតប៉ះទៅនឹងព្រាយស្រីនោះធ្វើឲ្យស្រីព្រៃនោះប្លង់ចេញពីទីនោះបាត់ទៅតាមពិតនៅក្នុងព្រៃបែបនេះមិនមាននារីស្អាតណាចូលទៅទេព្រោះដោយសារតែវាគ្រោះថ្នាក់ខ្លាំងណាស់អញ្ចឹងហើយនារីដែលគាត់បានឃើញថ្ងៃមិញនោះក៏មិនមែនជាមនុស្សដែរវាជានាងព្រាយនេះឯងប៉ុន្តែគ្រាន់តែនាងព្រាយនេះប្រែកលាមុខមាត់មិនឲ្យគាត់ចំណាំបានហើយវាព្យាយាមមកលួងលោមព្រះសង្ឃនួនដើម្បីចង់សាក់លបងថាតើសង្ឃនួនអាចលះបង់នៅកម្មទណ្ហាបានទេប៉ុន្តែជាសំណាងល្អដែលព្រះសង្ឃនួនគាត់មិនបានព្រមជាមួយនឹងនាងព្រាយនោះពេលដែលដឹងថានាងជាព្រាយហើយក៏គិតថានៅក្នុងព្រៃបែបនេះមានពពួកព្រាយច្រើនណាស់អញ្ចឹងមិនដឹងថាទៅថ្ងៃមុខពេលមានព្រាយបិសាចណាមកតាមគាត់នោះទៀតទេអស់ពីមួយថ្ងៃទៅមួយថ្ងៃព្រះសង្ឃនួនបានធ្វើការធ្វើដងនោះយ៉ាងជោគជ័យហើយក៏បានចាក់ចេញពីព្រៃត្រឡប់ទៅក្នុងភូមិវិញនៅពេលនោះក៏បានដើរកាត់ផ្ទះមួយក៏ឃើញយាយចាស់ម្នាក់កំពុងតែដេកនៅក្រោមផ្ទះហើយសភាពរបស់គាត់ហាក់ដូចជាឈឺធ្ងន់ខ្លាំងមែនទែនពេលនោះព្រះសង្ឃនួនក៏បាននិមន្តចូលទៅក្នុងផ្ទះហើយក៏ទៅបានសួរថាញោមស្រីតើញោមឈឺជំងឺអ្វីដែរពេលនោះអ៊ំស្រីម្នាក់ដែលកំពុងតែដេកលើគ្រែនិយាយបើកមាត់សឹងតែមិនរួចក៏បានតបទៅសង្ឃនួនវិញថាខ្ញុំកណាកំពុងតែមានជំងឺខ្លាំងណាស់ហើយមួយថ្ងៃចេះតែក្អកសឹងតែដកដង្ហើមមិនរួចទៅហើយមិនដឹងថាឈឺអ្វីទេព្រះដេចគុណតើដេចគុណអាចជួយព្យាបាលខ្ញុំកណាបានទេពេលនោះព្រះសង្ឃនួនក៏បានតបទៅវិញថាអាត្មាមិនទាន់ដឹងទេប៉ុន្តែអាត្មាធ្លាប់ព្យាបាលមនុស្សដែរអញ្ចឹងមានតែសាក់លបងសិនពេលនោះព្រះដេចគុណក៏បានកលេចទៅមើលនៅលើផ្ទះរបស់គាត់ឃើញសភាពផ្ទះរបស់គាត់ហាក់ដូចជាចម្លែកមែនទែនគាត់ហាក់ដូចជាឃើញពន្លឺខ្មៅអ្វីមួយនៅលើផ្ទះគាត់រំពេចនោះក៏បានប្រាប់ទៅកូនស្រីរបស់អ៊ំស្រីនោះថាឲ្យឡើងទៅយករបស់មួយដែលនៅលើផ្ទះនោះប៉ុន្តែព្រះសង្ឃនួនគាត់មិនបានឃើញថាផ្ទះនោះពីមុនមកទេប៉ុន្តែហេតុអ្វីបានជាគាត់ដឹងថារបស់នោះនៅលើផ្ទះគាត់ក៏ប្រាប់ក្មេងស្រីនោះឲ្យឡើងទៅយកមកនៅកញ្ចប់ម្យ៉ាងដែលមានខ្ចប់របស់នៅខាងក្នុងហាក់ដូចជាមានយ័ន្តមួយកំពុងតែរុំអ្វីម្យ៉ាងនៅខាងក្នុងនោះគាត់ក៏បានប្រាប់ក្មេងស្រីនោះឲ្យឡើងទៅយកឲ្យលឿនមកពេលដែលក្មេងស្រីនោះបានយកកញ្ចប់ដែលគេរុំយ័ន្តហើយខ្ចប់របស់អ្វីម្យ៉ាងខាងក្នុងនោះចុះមកព្រះសង្ឃនួនក៏បានកលែងទៅមើលឃើញថានេះគឺជាកញ្ចប់អំពើធ្មប់ដែលគេបានធ្វើដាក់អ៊ំស្រីនេះអញ្ចឹងហើយបានជាគាត់ឈឺមើលព្យាបាលមិនជាសោះព្យាយាមយកទៅពេទ្យយ៉ាងណាក៏ដោយក៏ព្យាបាលមិនជាដែរពេលនោះព្រះសង្ឃនួនក៏បានប្រាប់ទៅអ៊ំស្រីថាញោមត្រូវអំពើគេហើយនេះគឺជាអំពើដែលគេបានធ្វើដាក់ទៅលើអ៊ំចូលយកកញ្ចប់យ័ន្តនេះទៅដុតចោលភ្លាមហើយខ្ញុំនឹងព្យាយាមយកថ្នាំដាក់ដាំទឹកឲ្យអ៊ំស្រីពិសាទៅនោះនឹងបាត់ហើយអ៊ំព្យាយាមយកថ្នាំនេះដាក់ដាំទឹកហើយយកទៅផឹកទៅនោះអ៊ំស្រីនឹងបានជាធូរស្បើយហើយពេលដែលបានប្រាប់ហើយព្រះសង្ឃនួនក៏បានបន្តដំណើរទៅមុខទៀតហើយដូនចាស់ដែលកំពុងតែដេកឈឺក្រោមគ្រែនោះនៅពេលដែលបានផឹកថ្នាំរបស់ព្រះសង្ឃនួននោះហើយក៏បានធូរស្បើយហើយក៏បានជាពីជំងឺដែលត្រូវអំពើគេនោះហើយក៏បានដឹងគុណទៅលើព្រះសង្ឃនួនខ្លាំងមែនទែនពីមួយថ្ងៃទៅមួយថ្ងៃព្រះសង្ឃនួនបានដើរព្យាបាលអ្នកភូមិពីជំងឺផ្សេងហើយពេលនោះព្រះសង្ឃនួនក៏បានល្បីឈ្មោះខ្លាំងមែនទែនហើយគេក៏បានដាក់ឈ្មោះឲ្យគាត់ថាព្រះសង្ឃជើងមួយពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្បីខ្លាំងឡើងមានទាំងអ្នកចូលចិត្តហើយមានទាំងអ្នកស្អប់ផងដែរហើយអ្នកស្អប់នោះគឺជាអ្នកដែលធ្វើអំពើអាក្រក់ដូចជាអ្នកដែលចេះអំពើធ្មប់អ្នកដែល
រកស៊ីខាងផ្លូវអាក្រក់ទាំងអស់នោះគឺមិនចូលចិត្តព្រះសង្ឃជើងមួយទេដោយសារតែព្រះសង្ឃជើងមួយគឺជាគូបដិបករបស់គេឧទាហរណ៍ថាគេចង់ដាក់អំពើឲ្យនរណាម្នាក់ស្លាប់ប៉ុន្តែព្រះសង្ឃជើងមួយទៅព្យាបាលគេអញ្ចឹងហើយបានជាអ្នកដែលចេះអំពើអាក្រក់ទាំងអស់នោះមិនចូលចិត្តព្រះសង្ឃជើងមួយទេប៉ុន្តែសម្រាប់អ្នកភូមិផ្សេងវិញគ្រាន់តែឮឈ្មោះថាព្រះសង្ឃជើងមួយគឺដឹងស្គាល់បាត់ទៅហើយថានោះគឺជាសង្ឃនួនហើយពីមួយថ្ងៃទៅមួយថ្ងៃឈ្មោះរបស់សង្ឃនួនកាន់តែល្បីអ្នកភូមិតែងតែហៅគាត់ថាព្រះសង្ឃជើងមួយព្រះសង្ឃជើងមួយហើយឈ្មោះនេះត្រូវបានគេហៅតគ្នាមកថាព្រះសង្ឃជើងមួយគឺជាអ្នកដែលទេវតាព្យាបាលមនុស្សលោកដែលអ្នកភូមិតែងតែគោរពដូច្នោះហើយសម្រាប់សាច់រឿងនេះវិញខ្ញុំសូមបញ្ចប់តែប៉ុណ្្នឹងហើយសម្រាប់សាច់រឿងបន្តទៀតខ្ញុំនឹងលើកយកនៅសាច់រឿងរបស់ព្រះសង្ឃជើងមួយដែលគាត់នឹងត្រឡប់ទៅបឹងដែលគាត់បានផ្ទុះជាមួយនឹងក្របបែកតាំងពីក្មេងមកជាមួយនឹងឪពុកម្ដាយដើម្បីទៅមើលថាតើព្រលឹងរបស់ឪពុកម្ដាយរបស់ខ្លួនបានទៅចាប់ជាតិនៅហើយក៏ចង់ទៅធ្វើបុណ្យនៅកន្លែងបឹងនោះដែរដើម្បីជួយឲ្យព្រលឹងរបស់ឪពុកម្ដាយគាត់បានទៅកាន់សុគតិភពផងដែរសូមអរគុណប្រិយមិត្តសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយជាចុងក្រោយក៏សូមជូនពរប្រិយមិត្តទាំងអស់គ្នាជួបតែសេចក្តីសុខសេចក្តីសប្បាយទាំងអស់គ្នាផងដែរបាទសូមអរគុណ